តាមបីសងលុយចិនតាក់ទងនឹងអាវុធយុទ្ធោបករណ៍គ្រឿងចាក់ថ្នាំពេទ្យអីជាដើមជាការពិតណាស់ដែលដឹកយកទៅឲ្យចិនតែចំនួនដឹកទៅឲ្យចិនមិនបានធ្វើឲ្យខ្មែរយើងខ្វះស្បៀងទេចំនួនដឹកទៅឲ្យចិនបានតិចក៏ប៉ុន្តែផែនការសេដ្ឋកិច្ចរបស់ប៉ុលពតវាយតម្លៃខុសនៅពេលដែលផែនការសេដ្ឋកិច្ចរបស់ប៉ុលពតវាយតម្លៃខុសការធ្វើស្រែចម្ការហាក់ដូចជាមើលឃើញធំតែការផ្គត់ផ្គង់ស្បៀងមានបញ្ហាលើការចែកចាយនេះទី1បញ្ហាលើការទុកដាក់ស្បៀងនេះទី2បញ្ហារដ្ឋឲ្យបរិច្ចាគមានន័យថាគេហៅថាប្រមូលផលជូនរដ្ឋហ្នឹងវាច្រើនការប្រមូលផលជូនរដ្ឋហ្នឹងរដ្ឋក៏ធ្វើឲ្យខូចខាតស្បៀងអាហារអស់ហ្នឹងទៀតដូច្នេះហើយវាតកតងនឹងចរន្តផ្គត់ផ្គង់ចរន្តចែកចាយនិងលក្ខណៈនៃការរៀបចំសេដ្ឋកិច្ចរបស់ប្រទេសដោយប៉ុលពតនិយាយសឹងតែមិនជឿណាកាលណានិយាយយើងសឹងតែមិនជឿមានមនុស្សច្រើនណាស់បដិសេធខ្ញុំតែបញ្ហាខ្វះស្បៀងគឺមកពីខ្មែរក្រហមដឹកយកទៅឲ្យចិនច្រើនពេកខ្មែរអត់បាយស៊ីមិនទេអាដឹកទៅចិនក៏មិនច្រើនអាខ្មែរក៏អត់បាយស៊ីដោយសារតែចរន្តរៀបចំសេដ្ឋកិច្ចមិនត្រឹមត្រូវឧទាហរណ៍គេប្រមូលស្រូវពីសហករណ៍ឡើងទៅតំបន់ពីតំបន់ឡើងទៅភៀកខូចខាតអស់មួយចំនួនភៀកមុននឹងដឹកចូលទៅមជ្ឈិមខូចខាតមួយចំនួនមជ្ឈិមទុកដាក់ខូចខាតមួយចំនួនចំណែកឯការខ្វះខាតគឺជាការចែកចាយប្រព័ន្ធចែកចាយហើយរឿងធ្វើស្រែនៅក្នុងរដូវ4ឆ្នាំនៃកសិកម្មនៅក្នុងសម័យខ្មែរក្រហមផលស្រូវបានក្រោម1តោន1ហិកតាអត់ដែលមានផលស្រូវណាបានជាង1តោនឬ2តោនទេដូច្នេះហើយសហករណ៍នាំឡើងទៅស្រុកទៅតំបន់ឡើងទៅភូមិភាគឡើងជាតួលេខ3តោនភូមិភាគខ្លាចគេចាប់យកទៅសម្លាប់ឡើងអង្គឲ្យស្មើនឹងចំនួនដី3តោនទៅប្រមូលអស់ពីស្រែអស់ពីសហករណ៍ស៊ីបបរដោយសារតែប្រឹងឡើងស្រូវអង្គទៅឲ្យរដ្ឋឲ្យគ្រប់ចំនួនដីដែលអង្គការឲ្យ3តោន1ហិកតាធ្វើឲ្យអស់ស្បៀងនៅក្នុងមូលដ្ឋានដែលបណ្ដាលឲ្យអត់បាយស៊ីនេះគឺជាបញ្ហាដែលកើតឡើងនៅក្នុងសម័យនោះដោយបញ្ហាដែលកើតឡើងនៅក្នុងសម័យនោះហើយដែលបណ្ដាលឲ្យយើងអត់បាយមានបរិបទម្នាក់ខ្ញុំហៅគាត់បងសៀងសាក់ណាឈ្មោះសៀងសាក់នៅរដ្ឋ Massachusetts ដែលគាត់នឹងជាអ្នកកាន់ជើងខ្មែរក្រហមរហូតដល់សប្តាហ៍ថ្ងៃបងសៀងសាក់គាត់និយាយតែគាត់អត់ច្បាស់ហើយបងសៀងសាក់ណាគាត់មិនចេះសេដ្ឋកិច្ចដូច្នេះហើយពេលគាត់និយាយរឿងហ្នឹងគាត់ថាអាហ្នឹងមកពីខ្មែរក្រហមវាមានសន្ទាប់យួននៅក្នុងជួរបានជាធ្វើឲ្យខ្មែរយើងដាច់បាយដែលតាមការពិតអត់អញ្ចឹងទេខ្មែរយើងដាច់បាយដោយសារតែការរៀបចំសេដ្ឋកិច្ចខុសណាហើយចៅមួយដែលសួរថាម៉េចបាននៅតានេះវាភ្លឺតាយឺតជាងស្រុកចៅ11ម៉ោងណាអាហ្នឹងហើយបានអញ្ចឹងចំពោះការឆ្ងល់តាក់ទងនឹងរឿងដាច់បាយសម័យខ្មែរក្រហមគឺការយល់ខុសខាងផ្នែកការរៀបចំសេដ្ឋកិច្ចណាចៅណាកូនណាអូខេហ្នឹងអញ្ចឹងពូតើរោងចក្រដែលសម័យសម្ដេចសីហនុមានដូចជាកង់ឡានឡាដែរឬទេមានមតិខ្លះថារោងចក្រទាំងនោះគ្រាន់តែជារោងចក្រទាំងនោះគ្រាន់តែជាការថតទុកជាឯកសារប៉ុណ្ណោះខ្ញុំសូមបញ្ជាក់ប្រាប់ថារោងចក្រនៅក្នុងប្រទេសកម្ពុជាសម័យសីហនុរោងចក្រភាគច្រើនកើតឆ្នាំ65មកដល់ឆ្នាំ70និងរោងចក្រភាគច្រើនសូមបញ្ជាក់ណារោងចក្រធ្វើស៊ីម៉ង់ខ្ញុំរោងចក្រធ្វើស៊ីម៉ង់រោងចក្រធ្វើស៊ីម៉ង់ជារោងចក្រតូចដែលអាចនិយាយថាគ្រាន់តែជាសិប្បកម្មធ្វើស៊ីម៉ង់ទេណារោងចក្រធ្វើស៊ីម៉ង់ជាសិប្បកម្មតូចរោងចក្រធ្វើស៊ីម៉ង់របស់កម្ពុជាគឺជារោងចក្ររបស់ចិនមិនមែនជារោងចក្ររបស់រដ្ឋទេជាសិប្បកម្មតូចធ្វើកង់ឡានរោងចក្រធ្វើកង់ឡានជារោងចក្ររបស់ឯកជនទេហើយតូចទេអត់ធំទេរោងចក្រធ្វើស្បែកជើងរោងចក្ររបស់ចិនទេជីបតង់ណារោងចក្រធ្វើក្តារបន្ទះរបស់រដ្ឋតែតូចរោងចក្រស្លកែវតូចហៅថារោងចក្រតែសិប្បកម្មទេចែកតកែវទឹកឲ្យខ្មែរផឹកមិនគ្រប់ផងរោងចក្រធ្វើចានរបស់ចិនទេរោងចក្រតម្លើងរថយន្តអត់បានច្រើនទេគ្រាន់តែជានិមិត្តរូប
រោងចក្រស្រាបៀរបាទយន់នឹងអង្គរជារោងចក្រស្រាបៀរតែចែកចាយមិនបានទេធ្វើទៅខាតរោងចក្រដែលធំនៅប្រទេសកម្ពុជាគឺរោងចក្រដំបាញវាយនភ័ណ្ឌនៅកំពង់ចាមនិងនៅបាត់ដំបងជារោងចក្រធំដែលអាចផ្គត់ផ្គង់ក្រណាត់បានមួយចំនួនរោងចក្រដតីរោងចក្រធ្វើជីនៅចក្រក្រៃតេងជាសិប្បកម្មទេរោងចក្រចម្រាញ់ព្រៃកាតសមត្ថភាពទាបដូច្នេះសរុបមករោងចក្រដែលធំនៅប្រទេសកម្ពុជាសម័យសែននុដែលយើងឃើញផលិតផលចាញ់ច្រើនវាមានរោងចក្រក្រចៅនៅដូនទេវបាត់ដំបងធ្វើបាវធំមួយរោងចក្រដំបាញនៅបាត់ដំបងនិងសៀមរាបបាត់ដំបងកំពង់ចាមនិងមួយនិងរោងចក្រធំចំណែករោងចក្រដទៃទៀតតូចទេហេតុដែលរោងចក្រហ្នឹងឈ្មោះថារោងចក្របើតូចដូច្នេះហើយរោងចក្រសម័យមុនហើយរោងចក្រមួយចំនួនដែលថតដាក់ក្នុងសៀវភៅជារោងចក្ររបស់ចិនជាសិប្បកម្មជាខ្នាតតូចទេអត់ធំទេដោយសារហើយនេះដូចជារោងចក្រធ្វើថ្មពិលអាហ្នឹងសិប្បកម្មថ្មពិលតាអាហ្នឹងចឹងដូច្នេះហើយរោងចក្រអស់ហ្នឹងវាអញ្ចឹងអ្វីដែលហៅថាសេចក្តីសម្បូរសប្បាយរបស់សង្គមរាស្ត្រនិយមវាមានខ្នាតតូចហើយមានរូបភាពវាល្អល្អិតនៅក្នុងសម័យនោះក៏ប៉ុន្តែវាគ្រប់គ្រងឧបត្ថម្ភទីផ្សារបានទេបន្តមកទៀតគឺនយោបាយពាណិជ្ជកម្មសម័យទសវត្សរ៍ឆ្នាំ50-60ណារបបចំនួនត្រូវបានខាតបង់ច្រើនណាស់ឧទាហរណ៍ដូចជា State Department Store រាជភណ្ឌនាគារដែលគេហៅថាហាងធំទំនើបរបស់រដ្ឋគ្រប់ម៉ាហ្គាសាំង data រាជភណ្ឌនាគារគឺសម្ដេចសែននុឲ្យបើកខាតទាំងអស់គ្មានហាងណាអត់ខាតទេខាតដោយសារអីខាតដោយសារទីតាំងខាតដោយសារបុគ្គលិកធ្វើការប្រាក់ខែសមរម្យលក់អត់ដាច់ប្រជាពលរដ្ឋនិងប្រជាជនខ្មែរគ្មានលុយទៅចាយនៅក្នុង State Department Store ទេរបស់ដែលយកមកលក់ភាគច្រើនមិនមែនជាផលិតផលជាតិទេជារបស់នាំពីបរទេសមកណាដូច្នេះហើយលក់អត់មានអ្នកណាទិញទេសម្ដេចសីហនុថតយកមកថាខ្មែរយើងមានរាជភណ្ឌនាគារស្អាតល្អតែលក់អត់ដាច់មានតែកូនអ្នកមានតូចមួយចំនួនតូចទេទៅប្រើណាដូច្នេះហើយអ្នកចូលធ្វើការនៅនឹងស៊ីប្រាក់ខែបើយើងគិតទៅសឹងតែ10ដងច្រើនជាងចំណូលអញ្ចឹងរាជភណ្ឌនាគារខ្មែរគេហៅ State Department Store គឺខាតទាំងអស់ហ្នឹងមួយរោងចក្រដំឡើងរថយន្តអង្គរប្រើឧបករណ៍ល្អយានយន្តល្អតែខាតរោងចក្រស្រាបៀរអាចចាត់ទុកថាសឹងតែគ្មានចំណេញពីព្រោះការនោះទឹកស្អាតនៅកំពង់សោមអត់សូវមានទេហ្នឹងរឿងមួយហ្នឹងឲ្យឧទាហរណ៍ចាស់រោងចក្រវាយនភ័ណ្ឌអាចរកកម្រៃបានតែសឹងតែមិននិយាយថាចំណេញរោងចក្រក្តារបន្ទះកម្មករធ្វើការហើយនឹងចំណូលពីក្តារបន្ទះខាតរោងចក្រស៊ីម៉ង់ខាតរោងចក្រកញ្ចៅទប់ទល់បានរោងចក្រធ្វើបាវនៅដូនទេវទប់ទល់បានរោងចក្រកែវខាតឃើញគេខាតទេចំណែកមួយទៀតគេហៅថារោងចក្រក្រុមហ៊ុននាំចេញចូលហារ៉ាន់ណាដែលអង់គ្លេសគេហៅថា Import Export Company បរិស័ទជាតិខាតណាសុរាគារខ្មែរទប់ទល់អូខេអាកាសចរកម្ពុជាខាតហ្នឹងចឹងសូណាព្រីមខាតសូណាច់ស៊ីមខាតសូណាត្រាខាតហើយដែលខាតធំជាងគេបំផុតរាជសហករណ៍ Royal Cooperative ខាតចុយតម្រាយខាតណា SKD សឹងតែរលុយដើមបានហើយមូលហេតុដែលខាតមកពីអី basic ងាយយល់ជាងគេជួលបុគ្គលិកច្រើនប្រាក់ខែសមរម្យតែរកមិនបានចឹងសូមឲ្យយល់ពីរឿងសម័យសម្ដេចសែននុវាអញ្ចឹងសម័យសម្ដេចសែននុគឺអញ្ចឹងវាខាតអញ្ចឹងទេឥឡូវនេះវឌ្ឍនយន្តសួស្តីលោកតាខ្ញុំចង់សុំយោបល់លោកតាតើបដូរពីឡានសាំងទៅឡានអគ្គិសនីឬទេអត់ណែនាំទេតម្លៃឡានអគ្គិសនីសមរម្យហើយទំនើបក៏ប៉ុន្តែថ្លៃថែទាំទៅអនាគត5ឆ្នាំពិបាកចូលដល់ឆ្នាំទី3ទី4ទី5ចាប់ផ្ដើមធ្វើទុកហើយចិនលក់ឡានថោកតែបន្លាស់ថ្លៃណាស់ហើយការធានារ៉ាប់រងនៃរថយន្តអគ្គិសនីចិនមិនរ៉ាប់រងទាំងអស់ទេខ្ញុំឲ្យឧទាហរណ៍មួយអេក្រង់នៅក្នុងឡានអគ្គិសនីស្អាតណាស់ទំនើបណាស់តែបើសិនជាវាបែកវាមិនបែកទេណាវាបែកអាទឹកខ្មៅវានៅខាងក្នុងណាបើវាបែក coloring របស់វាយើងមើលអត់ឃើញទេកូនត្រូវតែដូរក្រុមហ៊ុនចិនខ្លះលក់រថយន្តអត់ធានាអេក្រង់ទេដូច្នេះបើដូរអេក្រង់នឹងអស់លុយច្រើនណាស់នឹងមួយ
មួយទៀតឆ្លង Wi-Fi ក្រុមហ៊ុនរថយន្តអគ្គិសនីចិនអត់ guarantee ឆ្លង Wi-Fi ទេឆ្លង Wi-Fi ណាអត់ទេបើសិនរថយន្តឆ្លង Wi-Fi រថយន្តអាចមានគ្រោះថ្នាក់គ្រប់ពេលបើកកលាប់ធ្លាក់ផ្លូវងាប់ចុយបាយហ្នឹងមួយទៀតអាប់ដេតណាខួរក្បាលរថយន្តអគ្គិសនីដែលចិនលក់តើយើងអាចអាប់ដេតតាម Wi-Fi លឿនទេបានទេបើសិនត្រូវការអាប់ដេតតើវាផ្ដល់សញ្ញាឲ្យយើងថាលោកអ្នកដែលប្រើរថយន្តនេះសូមមេត្តាអាប់ដេតហើយត្រូវការប្រមាណពេលដើម្បីអាប់ដេតនឹងមួយរឿងអាប់ដេត Wi-Fi system នៅក្នុង EV បើសិនណាជាក្រុមហ៊ុនលក់រថយន្តមិនធានាប្រើអាប់ដេតឲ្យលឿនទេនៅពេលរថយន្តអ្នកបើកមិនអាប់ដេត Wi-Fi connection របស់ខ្លួនត្រឹមត្រូវទេរថយន្តមានគ្រោះថ្នាក់បន្ទាប់មកទៀត unlock and locking system តើសេវាចាក់សោនិងសេវាបើកសោរបស់រថយន្តអគ្គិសនីដែលចិនលក់ហ្នឹងគេធានាបែបណាតែគេធានាថា when you drive to Kampong Sao it happen that for some reason your car is locked and you cannot unlock your car if you pick up the phone នៅពេលយើងទូរស័ព្ទទៅក្រុមហ៊ុនឆ្លើយយើងភ្លាមទេតើក្រុមហ៊ុនមានលទ្ធភាពនឹង unlock ឡានយើងវិញទេទាំងអស់នេះសិតតែជា technology ដែលនៅស្រុកចិនឈឺក្បាលតុយម៉ែឈឺក្បាលជនជាតិចិនជាងពាក់កណ្ដាលអត់ចូលចិត្តផលិតផលរថយន្តអគ្គិសនីចិនទេក៏ប៉ុន្តែមិនក៏គេប្រើរដ្ឋាភិបាលបង្ខំសូមបីតែកាត់ឈ្មោះរថយន្តបើយើងតែចេញទិញរថយន្តអគ្គិសនីយើងជាចិនយើងទិញរថយន្តអគ្គិសនីយើងកាត់ឈ្មោះបានភ្លាមបើយើងមិនទិញរថយន្តអគ្គិសនីទិញរថយន្តបរទេសនៅស្រុកចិនកាត់ឈ្មោះយូរបន្ទាប់មកទៀតនៅក្នុងការដ្ឋានការងារមួយចំនួននៅស្រុកចិនរថយន្តបរទេសអត់ឲ្យចតនៅក្នុងកន្លែងចតឡានទេសូម្បីតែទូរស័ព្ទក៏ចិនធ្វើទុកដែរ if you use iPhone you cannot use iPhone in your workplace of government because China government does not allow iPhone to connect to Wi-Fi at workplace of government យកបញ្ហាសន្តិសុខជាតិមកធ្វើ then you have to use Huawei see អាហ្នឹងគឺជា pressure ឲ្យប្រជាជនចិនប្រើឧបករណ៍របស់ចិន it is a pressure to Chinese people to use Chinese made equipments same thing to car ណាបន្ទាប់មកទៀតគឺបន្លាស់រថយន្ត there is no law in China guarantee spare parts by manufacturer and there is no prolific approach to create a generic spare part for EV generic spare part ឬក៏ហៅថាគ្រឿងបន្លាស់ដែលមិនមែនឧទាហរណ៍ថា BYD ផលិតរថយន្តគ្មានក្រុមហ៊ុនឯករាជ្យណាផលិតបន្លាស់ឲ្យសម្រាប់ទៅជំនួស BYD ទេហេតុដូចម្ដេចបានជាគ្មានរថយន្តក្រុមហ៊ុនណាទៅបង្កើតបន្លាស់ជំនួស BYD ពីព្រោះអា BYD វាដូរអង្កលក៏បានដែរ there is no way other factory be able to produce spare part in term of being generic why because there is no business អញ្ចឹងបើ BYD ចាញ់ឡានមួយ A B C D 1 2 3 3ឆ្នាំឈប់លក់ model ហ្នឹង and it turn out ដែលឆ្នាំទី4យើងមានឡានហ្នឹងហើយត្រូវការគ្រឿងបន្លាស់ BYD វាថាអត់មានទេ we no longer support that car តើយើងទៅប្តឹងអាណានៅស្រុកចិនដូចគ្នាអត់មានអ្នកណាអត់មានអ្នកណារដ្ឋាភិបាលចិនអត់ធ្វើច្បាប់ដើម្បីឲ្យរោងចក្រផលិតរថយន្តអគ្គិសនីធានា spare part ធានាបន្លាស់ទេនៅស្រុកអាមេរិក Toyota មកតាំងនៅអាមេរិក Honda មកតាំងនៅអាមេរិក IKEA មកតាំងនៅអាមេរិកI mean Nokia មកតាំងនៅអាមេរិក Nokia ស្អី Kia មកតាំងនៅអាមេរិក BMW Audi Mercedes Hyundai មកតាំងនៅអាមេរិករដ្ឋាភិបាលអាមេរិកថាឡានអ្នកឯងឲ្យតែលក់នៅលើដីអាមេរិកបន្លាស់ត្រូវតែមានទោះបីអ្នកឯងឈប់ធ្វើ model ហ្នឹងក៏ដោយក៏បន្លាស់ត្រូវតែមានគាត់តឡានអាយុជិត20ឆ្នាំនៅមានបន្លាស់ឡាន Honda ខ្ញុំទិញ2006 20ឆ្នាំបន្លាស់អត់ខ្វះទេនៅស្រុកចិនណាប្រជាជនចិនវេទនាណាអត់មានបន្លាស់ចុះបើរថយន្តនឹងនៅស្រុកខ្មែរយើងទិញទៅវាអត់បន្លាស់រាជការជួយប្រម៉ូទហើយប៉ុន្តែដល់ពេលអត់បន្លាស់ណាឥឡូវគ្រាន់តែឡានតែចិនឲ្យរាជការអត់គិតលុយបន្តិចទៀតដាំស្ពៃហើយនេះហើយកំពុងកើតនៅស្រុកថៃយើងយកគំរូគេមកគិតណាហើយចុះឡានចិននៅយុរ៉ុបខុសគ្នាឡានចិននៅយុរ៉ុបច្បាប់ European Union require all Chinese made EV selling and sold in European market
must have a proper warranty and secure spare part អញ្ចឹងសួរវិញថា BYD គេធ្វើបាននៅ European Union អញ្ចឹងគេធ្វើបានគ្រប់ប្រទេស Yes but there is a big but ប្រទេសដែលអត់មានការទៀមទាមាំទាំលើរថយន្តចិនឲ្យអាចចិនអត់ take care ណាចិនអត់ take care ណាចិនអត់ take care កាលណាប្រទេសយើងអត់តឹងតែងវាអត់ take care ឲ្យយើងប្រជាជនយើងខាតលុយសំណួរមួយទៀតសួរថាចុះមិនក៏ BYD លក់ឈ្មោះយើងត្រូវគិតថាអាហ្នឹងគេហៅថា manufacturer mentality អាហ្នឹងប្រែមកជាភាសាខ្មែរគេហៅសតិអារម្មណ៍របស់អ្នកផលិត China manufacturer អ្នកផលិតចិនគេតែងគិតថាគេត្រូវលក់ផលិតផលគេឲ្យថោកហើយឲ្យបានច្រើនឲ្យថោកហើយឲ្យបានច្រើនហើយគេត្រូវដូរ model ឲ្យលឿនគេយល់ឃើញថាការធានានៅការផ្គត់ផ្គង់បន្លាស់វាខាតអញ្ចឹងគេយកចិត្តទុកដាក់ទៅរឿងផលិតហើយនឹងលក់អាហ្នឹងវាជា business mentality របស់ចិនសួរថាចុះបើគេជេរគ្រប់គ្នាចិនគេអត់គិតអញ្ចឹងទេចិនគិតថាពិភពលោកមានមនុស្ស 8,000 លាននាក់ 8,000 លាននាក់ចិនអាចគិតថា100 ឆ្នាំទៀតនៅភូតបាន China manufacturer believe in a certain mentality that selling to the world our world market is very large it takes China 100 years to care so selling to European market China provide good warranty good services and secure spare parts selling to America yes selling to Japan yes selling to South Korea yes but selling to Thailand no selling to Indonesia no Malaysia no Vietnam no Cambodia no Laos no who can ឃើញទេអាហ្នឹងហើយគេហៅថា spirit អាហ្នឹងគេហៅថាវាជា mentality ហ្នឹងវាកាត់ឡើងអញ្ចឹង recommendation គិតខ្លួនឯងណាគិតខ្លួនឯងពីដើមខ្មែរមានពាក្យមួយគេថាចង់មានឲ្យទៅបប្រសិនចង់ក្រឲ្យទិញឡានចាស់ឥឡូវខ្ញុំកែណាខ្ញុំកែហើយណាខ្ញុំកែហើយចង់មានឲ្យរករបរតែបើចង់ក្រទិញឡាន EV ចិន EV ចិនគឺជាផ្លូវទៅរកសេចក្តីវិនិច្ឆ័យខ្ញុំដឹងហើយថារាជការប្រម៉ូទប៉ុន្តែរាជការអត់ទាន់គិតរាជការគាត់អត់អាចប្រឆាំងនឹងចិនទេគាត់តែជួយប្រម៉ូទចិន The government of Cambodia need to open market for China investors China investment at the same time selling China manufactured products the government has to do that while the government is trying to regulate the influx of China made product យើងអាចបន្ទោសរដ្ឋាភិបាលបានទេព្រោះគាត់ត្រូវធ្វើការប៉ុន្តែយើងក៏ត្រូវដឹង consumer awareness នេះគឺជាចម្លើយអូខេខ្មែរថៃយល់ព្រមកំណត់ព្រំដែនទឹកតាមយន្តការ UN ខ្លះតែការកំណត់ព្រំដែនគោកគឺនៅចរចាទៀតឬ Bro Shadow កម្ពុជាបើតាមខ្ញុំស៊ើបដឹងពីកិច្ចការនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺត្រូវប្រើនៅផ្លូវច្បាប់លើព្រំដែនគោកបើថៃហ៊ានលុប MOU 2000ចោលថៃធ្លាក់រណ្ដៅដូចជាថៃធ្លាក់រណ្ដៅនៅក្នុងការលុប MOU 2001ហើយលុបទៅខ្ញុំនិយាយហើយយកឯងមកដើរតាមនីតិវិធីនៃច្បាប់អន្តរជាតិកម្លាំងរបស់ឯងនៅលើដែនទឹកมันអាចធ្វើដូចចិនបានទេអញ្ចឹងត្រូវយកឡើងទៅ International Tribunal on Law of the Sea ដែលគេហៅថា ITLOS យកឲ្យឡើងទៅលើហ្នឹងបើសិនជាថៃហ៊ានលុប MOU 2000 The legal proceeding must take step to International Court of Justice បើរដ្ឋាភិបាលថៃហ៊ានលុប MOU ឆ្នាំ2000ចោលកម្ពុជារឹតតែមានមូលហេតុប្តឹងថៃទៅ ICJ ថៃមិនទទួលស្គាល់ ICJ ទេប៉ុន្តែព្រំដែន800គីឡូម៉ែត្រមានដំណោះនៅពេលដែលព្រំដែន800គីឡូម៉ែត្រមានដំណោះច្បាស់ជាត្រូវការរុញស្ថានភាពហ្នឹងឲ្យទៅដល់ថ្នាក់អន្តរជាតិអញ្ចឹងនៅពេលដែលថៃកំពុងតែប្រហែលរំលោភឈ្លានពានកម្ពុជាលើកនេះចេមសុកចាញ់និយាយម្ដងពីមុនចេមសុកអត់និយាយតាំងពីខែកក្កដាឆ្នាំ2025ដល់ខែធ្នូចេមសុកអត់និយាយចេមសុករិះគន់រដ្ឋាភិបាលហ៊ុនម៉ាណែតរដ្ឋាភិបាលឥឡូវចេមសុកចាញ់និយាយម្ដងអ្នកនៅស្រុកខ្មែរគាត់និយាយហើយតែឥឡូវចេមសុកនិយាយម្ដងអ្នកឯងហ៊ានលុប MOU ឆ្នាំ2000អ្នកឯងរុញខ្លួនអ្នកឯងទៅឆាកអន្តរជាតិអ្នកឯងមិនអាចវាយខ្មែរមិនអាចរំលោភលើទឹកដីខ្មែរហើយអ្នកឯងរួចខ្លួនទេហើយខ្មែរ
ក៏អត់មានអង្គុយឲ្យអ្នកឯងមកវាយទៅមកលើកឡើងបុកតបបាក់តបខ្ញុំនឹងងាកមកខាងនេះម្ដងដើម្បីនឹងពីព្រោះឃើញដូចជាចេះតែរត់រឿងអត់ចេះឈប់ចេះតែរត់រឿងអត់ចេះឈប់ថ្ងៃនេះរត់រឿងទៀតថ្ងៃនេះអីណាថ្ងៃណាគឺរត់រឿងអត់ចេះឈប់ទេហើយឥឡូវនេះគេប្រកាសទៀតគេប្រកាសទៀតគេថាយន្តហោះគេត្រៀមលក្ខណៈទាំងគ្រីបប៉ិនទាំង F16